ចាឥឡូវហ្នឹងខ្ញុំកំពុងតែធ្វើជ្រក់ឆៃថាវហើយនឹងការ៉ុតបងប្អូនចាខ្ញុំយកឆៃថាវចាហើយនឹងការ៉ុតហ្នឹងមកចិតសម្បកចេញចាចិតសម្បកចេញហើយលាងទឹកឲ្យស្អាតហើយចិតជាចំណិតតូចៗបែបនេះបងប្អូនចារួចចានេះខ្ញុំដាក់អំបិលចូលហើយច្បាច់ចូលគ្នាចាដើម្បីលាងទឹកអំបិលចូលមួយទឹកចេញបងប្អូនចាខ្ញុំធ្វើនឹងដៃពីព្រោះខ្ញុំធ្វើញ៉ាំខ្លួនឯងសូមអភ័យទោសផងបងប្អូនទាំងអស់គ្នាចាបន្ទាប់ពីលាងទឹកអំបិលរួចហើយចានេះខ្ញុំដាក់គ្រឿងចានេះគឺខ្ញុំដាក់ខ្ទឹមដែលបុកសាច់ចាប៊ីចេងចាហើយនឹងស្ករត្នោតចាខ្ញុំប្រើស្ករត្នោតល្អណាស់បងប្អូននេះស្ករថ្មីចាហើយខ្ញុំដាក់អំបិលបន្តិចចាហើយបន្ថែមនឹងទឹកត្រីនេះខ្ញុំស្ងោរខ្លួនឯងបងប្អូនឆ្ងាញ់ជាតិមែនទែនចាហើយនឹងដាក់ក្រូចឆ្មាចូលចាក្រូចឆ្មាហ្នឹងចាខ្ញុំប្រើចំនួន2ផ្លែព្រោះខ្ញុំធ្វើជ្រក់តែមួយកូនចានទេបងប្អូនចាមួយចានទៅល្មមទុកញ៉ាំជាមួយត្រីអាំងណាបងប្អូនចានេះឥឡូវដល់ពាក់គោគ្រឿងឲ្យសព្វចូលគ្នាឥឡូវនេះជ្រក់ឆៃថាវរបស់នេះខ្ញុំបានធ្វើរួចរាល់ហើយបងប្អូនចាមើលទៅទំនងទេបងប្អូនចាអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលតាមដានទស្សនាវីដេអូរបស់នាងខ្ញុំរហូតដល់ចប់ចាអរគុណច្រើនមានពាក្យអ្វីចាមិនសមរម្យសូមខន្តីអភ័យទោសពីបងប្អូនទាំងអស់គ្នាចាបើវីដេអូខ្ញុំមានប្រយោជន៍ចាសូមជួយ like និង comment ម្នាក់មួយផងអរគុណច្រើនបងប្អូន